ចូលមកដល់រមាំងទី6នៃវិញ្ញាសាទី2មានពីរលំហាត់ដែលទី1គឺគណនារង្វាស់មុំក្នុងនីមួយៗរបស់ទស្សកោណនីយ័តជាដំបូងយើងត្រូវយល់ពាក្យនីយ័តសិនពាក្យថានីយ័តគឺសំដៅទៅលើមុំទាំងអស់ស្មើគ្នាហើយនឹងជ្រុងទាំងអស់ក៏ស្មើគ្នាដែរហើយដើម្បីគណនាលំហាត់មួយនេះបានយើងមានរូបមន្តមួយគឺ n ដក2គុណឲ្យ180ដឺក្រេចែកឲ្យ n ដោយ n របស់យើងគឺសំដៅទៅលើចំនួនជ្រុងហើយវាជាទស្សកោណគឺស្មើទៅនឹង10នោះយើងយកទៅជំនួសចូលនៅក្នុងរូបមន្តវិញយើងបាន10ដក2ទាំងអស់ហ្នឹងគុណឲ្យ180ដឺក្រេចែកឲ្យ10 10ដក2បាន8គុណនឹង180ដឺក្រេចែកឲ្យ10វាស្មើទៅនឹង144ចេញជាដឺក្រេដូច្នេះរង្វាស់មុំក្នុងនីមួយៗនៃទស្សកោណនីយ័តគឺ144ដឺក្រេក្នុងលំហាត់ទី1ដដែលយើងនៅសល់ការគណនាចំនួនអង្កត់ទ្រង់ដោយយើងប្រើតាមរូបមន្តគឺ n កត្តា n ដក3ចែកឲ្យ2ហើយ n របស់យើងគឺស្មើ10នោះយើងបាន10កត្តា10ដក3នៅលើ2យើងសម្រួល10ជាមួយ2នៅសល់5ក្នុងវងកញ្ចក់10ដក3នៅសល់7យក5គុណឲ្យ7បាន35ដូច្នេះចំនួនអង្កត់ទ្រង់ដែលមាននៅក្នុងទស្សកោណនីយ័តមានទាំងអស់35ចូលមកដល់លំហាត់ទី2ជាប្រភេទធូនីមាត្រដែលជាដំបូងនេះគឺយើងត្រូវគូររូបគេឲ្យរង្វង់ផ្ចិត O យើងគូររង្វង់មួយដែលមានផ្ចិត O ហើយអង្កត់ធ្នូ DE និងអង្កត់ធ្នូមួយទៀតគឺ DF យើងគូរអង្កត់ធ្នូ2អង្កត់ធ្នូគឺភ្ជាប់ពីខ្សែកោងទៅខ្សែកោងហើយ DF យើងដាក់នៅថងនេះដោយអង្កត់ធ្នូទាំងពីរវាប៉ុនគ្នាបន្តមកទៀតយើងស្គាល់រង្វាស់មុំ DEF ស្មើ72ចឹងយើងភ្ជាប់ពី F មក E ហើយបានមុំ E នេះស្មើ72ដឺក្រេសំណួរគណនាមុំ DFE និងមុំ DOE ឥឡូវយើងអាចគណនាមុំ F បានមុន DE ស្មើ DF ដែលជាសមត្ថកម្មនោះ DEF ជាត្រីកោណសមបាតនាំឲ្យយើងទាញបានមុំ DFE ស្មើទៅនឹងមុំ DEF ហើយស្មើនឹង72ដឺក្រេបន្ទាប់មកបានយើងគណនាមុំ DOE អញ្ចឹងយើងត្រូវភ្ជាប់រូបសិនភ្ជាប់ពី D មក O ហើយភ្ជាប់ពី O ទៅ E យើងឃើញថាមុំដែលគេចង់បានហ្នឹងគឺជាប្រភេទមុំផ្ចិតហើយវាស្កាត់ធ្នូ DE រីឯមុំ F គឺជាមុំចារឹកក្នុងរង្វង់ដែលស្កាត់ធ្នូ DE ដូចគ្នានោះយើងទាញបានមុំ DOE មានរង្វាស់ស្មើនឹង2ដងនៃមុំ DFE ហើយយើងចំនួនលេខចូលបាន2គុណឲ្យមុំ F គឺ72គុណចូលគ្នាបាន144ហើយមុំប្រភេទនេះគេហៅថាមុំផ្ចិតនិងមុំចរិតក្នុងរង្វង់ស្កាត់ធ្នូរួមគឺធ្នូ DE ដូច្នេះយើងរកឃើញមុំទាំងពីរហើយគឺរង្វាស់មុំ DFE ស្មើទៅនឹង72ដឺក្រេនិងរង្វាស់មុំ DOE ស្មើនឹង144ដឺក្រេ